សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទនេះគឺជាសត្វចម្លែកម្យ៉ាងដែលគ្រប់គ្នាតែងតែហៅថាសត្វចង្គៀងមុខហើយវាគឺជា SCP 745គឺជាសត្វមៀងសាសីពេលយប់ដែលកន្លែងបរបាញ់របស់វានៅលើផ្លូវ highway ដែលគេបោះបង់ចោលនៅភាគខាងជើងនៃរដ្ឋ Mexico លក្ខណៈពិសេសចម្លែករបស់ SCP 745គឺក្បាលរបស់វាផ្នែកខាងលើគឺមូលនិងមានស្បែកសថ្លាមិនមានសរីរាង្គវិញ្ញាណណាដែលអាចមើលឃើញនៅលើក្បាលនោះទេហើយក៏មិនមានលលាក្បាលរឹងដែរហើយខួរក្បាលរបស់សត្វនេះអាចមើលឃើញដោយផ្ទាល់តាមរយៈបែកពាក់កណ្ដាលថ្លាដែលត្រូវបានគ្របដណ្ដប់ក្នុងបណ្ដាញនៃសរីរាង្គហើយសរីរាង្គទាំងនេះមានសមត្ថភាពបង្កើតពន្លឺថេរដែលត្រូវបានគេវាស់ពី 1400 ទៅ 3200 lumen ដែលស្មើនឹងចង្គៀងមុខរថយន្តអង្គភាពនេះមានសមត្ថភាពក្នុងការផ្លាស់ប្ដូរពណ៌នៃពន្លឺភ្លើងសត្វនេះផ្លាស់ប្ដូរពណ៌នៃពន្លឺភ្លើងគឺដើម្បីការពារខ្លួនវានិងទំនាក់ទំនងសមាជិកដទៃទៀតនិងប្រភេទសត្វដូចគ្នានេះហើយ SCP 745មានស្បែកក្រើតដណ្ដប់លើដងខ្លួនមានស្បែកពណ៌ខ្មៅជ្រៅហើយសត្វនេះធ្វើការប្រមាញ់ជាលក្ខណៈគូគឺវាប្រមាញ់ម្ដង2ហើយវាប្រមាញ់នៅកន្លែងដែលផ្លូវដាច់ស្រយាលជាពិសេសនៅលើផ្លូវ highway ហើយសត្វនេះពេលដែលចេញប្រមាញ់ម្ដងគឺវាធ្វើចលនានិងដំណើរការស៊ីចង្វាក់គ្នាណាស់ដែលមើលទៅដូចជាឡានដែលកំពុងតែបើកបរអញ្ចឹងហើយល្បឿនរបស់វាមានរហូតដល់180 គីឡូម៉ែត្រក្នុង1ម៉ោងហើយវាប្រហារតែរថយន្តណាដែលបើកបរតែម្នាក់ឯងតែប៉ុណ្ណោះហើយអ្នកដំណើរតែងតែច្រឡំថាសត្វនេះគឺជាឡានដែលកំពុងធ្វើដំណើរពីព្រោះសត្វនេះវាប្រមាញ់ជាគោអញ្ចឹងហើយមើលទៅដូចជាភ្លើងឡាន2អញ្ចឹងគឺមើលទៅដូចជាឡានកំពុងតែបើកបរអញ្ចឹងហើយនៅពេលដែលមកដល់ចិត្តឡានវានឹងធ្វើឲ្យឡានកាឡាប់ឬក៏វាប្រហារឡាននៅពេលដែលវាប្រហារកាឡាប់ហើយសត្វនេះនឹងចូលទៅចាប់យកមនុស្សឬក៏ពេលខ្លះវានឹងស៊ីហើយពេលដែលវាចាប់យកទៅឬក៏វាស៊ីគឺមិនសល់នៅស្នាក់ស្នាមអ្វីទុកជាផុសតាងឡើយគឺនៅសល់តែស្បែកជើងមួយគូតែប៉ុណ្ណោះហើយ SCP 745គេមិនដឹងថាសម្បុកឬក៏ជំរើករបស់វានឹងការបន្តពូជរបស់វាដោយរបៀបណាទេគឺមូលនិធិ SCP មិនដឹងឡើយគេគ្រាន់តែដឹងថាគឺវាវាយប្រហារមនុស្សនៅតែលើផ្លូវ highway តែប៉ុណ្ណោះនៅពេលនោះមូលនិធិ SCP ក៏សម្រេចចិត្តកម្ចាត់វាចោលហើយមូលនិធិ SCP ក៏បានទិញដីនៅជិតផ្លូវ highway ដើម្បីបន្លំខ្លួនធ្វើជាបលិសយាមល្បាតផ្លូវ highway ដើម្បីចាប់ SCP 745នៅពេលនោះគេក៏ចាប់បានវាបានសម្រេចហើយក៏ធ្វើការដឹកវាទៅកន្លែងពិសោធន៍ដើម្បីធ្វើការសិក្សាអំពីវាហើយនៅលើផ្លូវ highway ក៏លែងមានវត្តមានរបស់ពួកវាប្រហារបន្តទៀតហើយ SCP 745យើងក៏ដល់ទីបញ្ចប់បើពេញចិត្តនៅវីដេអូនេះសូមជួយ Subscribe Like ម្នាក់មួយផងបាយជួបគ្នានៅវីដេអូក្រោយទៀត